ក្តីជូនដំណឹងអំពីស្ថានភាពឧតុនិយមនិងជលសាស្ត្រនៅព្រឹកថ្ងៃទី23ខែតុលាឆ្នាំ2025មួយឧតុនិយមបរិមាណទឹកភ្លៀងរយៈពេល24ម៉ោងភ្លៀងធ្លាក់3ក្នុង7ក្រុងស្រុកដំបែ0.1មីលីម៉ែត្រស្រុកពញាក្រែក2មីលីម៉ែត្រស្រុកមេមត់9មីលីម៉ែត្រសីតុណ្ហភាពអបបរមា23.6 អង្សាសេនិងសីតុណ្ហភាពអតិបរមា33.7 អង្សាសេពីជលសាស្ត្រនៅម៉ោង7ព្រឹកថ្ងៃទី23ខែតុលាឆ្នាំ2025កម្ពស់ទឹកទន្លេមេគង្គនៅក្តារម៉ែត្រក្រូចឆ្មាកម្ពស់ទឹកថ្ងៃនេះ6ម៉ែត្រ72សង់ទីម៉ែត្រធៀបព្រឹកថ្ងៃម្សិលមិញទឹកស្រក45សង់ទីម៉ែត្រកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន11ម៉ែត្រ20សង់ទីម៉ែត្រកម្ពស់ទឹកទន្លេមេគង្គនៅស្ថានីយ៍កំពង់ចាមទឹកមានកម្ពស់10ម៉ែត្រ69សង់ទីម៉ែត្រធៀបព្រឹកថ្ងៃម្សិលមិញទឹកស្រក28សង់ទីម៉ែត្រធៀបឆ្នាំមុននៅពេលវេលាដូចគ្នាឆ្នាំនេះខ្ពស់ជាង1ម៉ែត្រ65សង់ទីម៉ែត្រកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន15ម៉ែត្រ20សង់ទីម៉ែត្រ